សួស្តីបងចាសូមចេញវីដេអូថ្មីមួយទៀតហើយដែលបង្ហាញពីសត្វព្រាបមាន់បងប្អូនចានិយាយរួមគឺខ្ញុំចាំនៅផ្ទះលេងអញ្ចឹងណាបងប្អូនចាអត់ចង់ចាំមាន់ព្រោះយើងអត់មានពេលតនេក្នុងការដាក់ចំណីដាក់អីចឹងដល់ពេលចឹងសុខចិត្តចិញ្ចឹមព្រាបមាន់នេះព្រោះវាងាយស្រួលយើងដាក់ក្នុងទ្រុងចឹងទៅមិនចាំឲ្យវាចេញទៅណាទេដាក់វាឃុំក្នុងទ្រុងហ្នឹងហើយយើងដាក់តែចំណីឲ្យវាទៅពីមុនព្រាបមាន់មួយគូនេះគឺវាអត់ទាន់មានកូនស្រួលដាក់ចំណីណាបងប្អូនចាដាក់តែម្ដងចឹងទៅវាស៊ីដល់ល្ងាចដល់យប់ចឹងណាមិនតែឥឡូវវាចាប់ផ្ដើមមានកូនបងប្អូនឃើញកូនវាហើយកូនវាពីរចឹងហើយយើងអាសាដាក់ចំណីឲ្យវាច្រើនដងចឹងណាឥឡូវមួយថ្ងៃដាក់ឲ្យវា3ដងផឹកថ្ងៃត្រង់ហើយនឹងពេលល្ងាចព្រោះវាស៊ីច្រើនដើម្បីទៅបញ្ចុកចំណីឲ្យកូនចឹងព្រោះកូនវាប៉ុណ្ណឹងអត់តន់ធំទេវានៅទូចឹងព្រោះវាអត់តន់ចេះស៊ីចំណីខ្លួនឯងទេចាំពេលណាដែលវាចេះស៊ីចំណីខ្លួនឯងខ្ញុំនឹងចាប់ប្របែកកូនព្រាបហ្នឹងទៅដាក់ទ្រុងមួយទៀតដើម្បីឲ្យវាចេញពីមេវាចឹងណាស៊ីចំណីខ្លួនឯងចាព្រោះឥឡូវវាអត់តន់ស៊ីវានៅក្នុងទ្រុងជាមួយមេវាដើម្បីមេវាស៊ីចំណីចឹងហើយបញ្ចុកដាក់ឲ្យវាស៊ីចឹងណាបងប្អូនចាមួយថ្ងៃ3ដងបងប្អូនស៊ីច្រើនណាស់ព្រោះវាត្រូវចិញ្ចឹមកូនវាដែរទៅវិញចឹងវាត្រូវស៊ីច្រើនចឹងណាបងប្អូនហើយនោះកូនវាបងប្អូនមកពីចាធំហើយចាប់ផ្ដើមធំហើយបងប្អូនណាចានេះព្រោះស្អាតមែនតើហើយពិបាកក្នុងការចិញ្ចឹមដូចជាមាន់ទេបងប្អូនចា